នមត្ថុរតនតយស្សៈខ្ញុំព្រះករុណាសូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍សូមនមស្ការចំពោះលោកម្ចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរលោកអ្នកសាធុសប្បុរសពុទ្ធបរិស័ទជិតឆ្ងាយគ្រប់គ្នាទាំងអស់នេះគឺជាសកម្មភាពដែលខ្ញុំគណៈអាត្មាភាពបានដឹកនាំព្រះសង្ឃក្នុងទីអារាមវត្តបុប្ផាវតីរៀបចំដាក់ដាំផ្កាដើម្បីជាការលំអសោភ័ណភាពនៅក្នុងទីអារាមទាំងមូលជាពិសេសនៅជុំវិញព្រះវិហារនេះជាដើមដើម្បីជាការលំអនៅក្នុងទីអារាមហើយបន្ទាប់មកទៀតយើងដាក់ដាំនៅជុំវិញទីស្នាក់ការចូលបច្ច័យជាបន្ថែមទៀតដោយហេតុថាយើងបានទៅជីកគាស់ពីព្រៃភ្នំមកច្រើនគួរសមដែរគឺជួលគោយន្តគេទៅជីកមកទៅគាស់ពីព្រៃភ្នំមកហើយបន្ទាប់មកទៀតគឺយើងដាក់ដាំនៅចំកណ្ដាលទីសាធារណៈនេះជាបន្ថែមទៀតដោយហេតុថាយើងបានជួលគោយន្តគេទៅជីកគាស់នៅព្រៃភ្នំមកច្រើនដើមគួរសមដែរម្ល៉េះហើយក៏យើងដាក់ដាំឲ្យបានច្រើនបន្តិចទៅក៏ជាការល្អប្រសើរដែរទីអារាមគឺសំដៅយកចម្រុះឬក៏សម្បូរបែបទៅដោយសួនផ្កាភ្ញីសពគ្រប់បែបយ៉ាងទាំងអស់នឹងឯងដើម្បីញ៉ាំងចិត្តញ៉ាំងអារម្មណ៍របស់បរិស័ទទាំងឲ្យមានការរីករាយជ្រះថ្លាផងដែរក្រៅពីនោះយើងបាននាំគ្នាដោះលាងសម្អាតព្រះវិហារដើម្បីឲ្យមានភាពស្អាតល្អប្រសើរឡើងដោយហេតុថាព្រះវិហារនេះក៏មានអាយុកាលថាចូល100ឆ្នាំទៅហើយហ្នឹងហើយមិនមែនជាព្រះវិហារដែលទើបតែកសាងថ្មីនេះនោះទេគឺជាព្រះវិហារកេរដំណែលចាស់ពីបរមរានមកដែរហើយវ័យក៏ជរាស្បែកហ្នឹងក៏ជ្រាវជ្រួញទៅហើយដែរគឺបានន័យថាវ័យរបស់ព្រះវិហារនេះគឺវ័យដែលចំណាស់ហ្នឹងហើយពណ៌របស់ព្រះវិហារហ្នឹងក៏ធម្មតាការនៅហាលភ្លៀងហាលថ្ងៃដូច្នេះគឺវាតែងតែប្រឈមនៅការប៉ះពាល់ឬក៏ខូចខាតលបកថ្នាំចាស់ថ្នាំខ្លះជារឿងធម្មតាហើយគុណភាពរបស់ព្រះវិហារទាំងមូលកាលណាឈរនៅហាលថ្ងៃហាលភ្លៀងរាប់សិបឆ្នាំដូច្នេះវាមិនមែននៅដូចកាលពីកសាងថ្មីដែរគឺវារមែងតែងតែមានការប្រែប្រួលជារឿងធម្មតារបស់សង្ខារធម៌ទាំងឡាយហើយនេះគឺខ្ញុំគណៈអាត្មាភាពបានដឹកនាំព្រះសង្ឃនៅក្នុងទីអារាមរបស់ប៉ុនយើងនឹងជួយរៀបចំដោះលាងសម្អាតនៅព្រះវិហារនេះទីកន្លែងដែលវាដុះស្លែចាស់នេះឲ្យវាអស់ទៅឲ្យវាស្អាតហើយបានយើងដាក់រៀបចំលាបទឹកកបោទឹកថ្នាំនឹងឲ្យមានភាពស្រស់ស្អាតមកវិញបន្តិចទៅតាមលទ្ធភាពដែលយើងអាចធ្វើបាននៅពេលនេះហើយខ្ញុំគណៈអាត្មាភាពក៏សូមជម្រាបក៏ដូចជាចម្រើនពរលោកអ្នកសាធុសប្បុរសពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ផងដែរថាអារាមវត្តបុប្ផាវតីគឺជាអារាមដែលស្ថិតនៅទីជនបទចុងកាត់មាត់ញោកស្រុកស្រែចំការអារាមវត្តបុប្ផាវតីគឺជាអារាមមួយដែលត្រូវបានបង្កើតឡើងជាង100ឆ្នាំមកហើយដែរក៏ប៉ុន្តែមិនមែនជាអារាមដែលមានការកសាងយ៉ាងសម្បូរបែបឬក៏ឧត្តមសម្បូរពោលពាសនោះទេពោលគឺ
ជាអារាមមួយដែលដូចជាអារាមមួយដែលទើបតែកសាងថ្មីអញ្ចឹងគឺនៅមានភាពខ្វះខាតគ្រប់បែបសពយ៉ាងនិយាយរួមថាបើនិយាយអំពីសមិទ្ធិឬក៏សំណង់ដែលប្រើប្រាស់ចាំបាច់និយាយតែពីរឿងការប្រើប្រាស់ចាំបាច់គឺនៅមានការខ្វះខាតមិនទាន់មានសពគ្រប់នៅឡើយទេមិនចាំបាច់ថាកសាងឲ្យវាបបោហូហៀពោពាសនោះទេត្រឹមតែថាសំណង់ដែលចាំបាច់កសាងឲ្យមានឡើងក៏នៅមានការខ្វះខាតដែរដូចជាកុដិរបស់ព្រះសង្ឃសម្រាប់ស្នាក់គង់អាស្រ័យនៅក៏មិនទាន់មានកុដិស្រួលបួលនឹងគេនោះដែរនិយាយដល់ចំណុចនេះយើងក៏មានកុដិចាស់ពីសង្គមផងដែរដែលយើងហៅថាហោត្រៃហ្នឹងក៏ប៉ុន្តែហោត្រៃនេះក៏មានស្ថានភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយដែររៀងរាល់ថ្ងៃគឺតែងតែបាក់រលេះរលួយធ្លាក់ជ្រុះនៅបំណែកខ្លះមកហើយហ្នឹងហើយក៏ទឹកថ្នាំក៏វាចាស់រុះរោយទៅតាមធម្មជាតិផងដែរហើយប្រហែលជាង10ឆ្នាំ20ឆ្នាំនេះគឺព្រះសង្ឃមិនបានគង់នៅជាបន្តទៀតទេដោយចេញមកគង់នៅទីក្រៅអស់ហើយដូចសប្តាហ៍ថ្ងៃនេះចំពោះខ្ញុំគណៈអាត្មាភាពគឺគង់នៅរោងបាយជាបណ្ដោះអាសន្នហើយព្រះសង្ឃអង្គដទៃទៀតគឺលោកគង់នៅទីកន្លែងសាលារៀនជាបណ្ដោះអាសន្នដោយសារថាយើងនៅមានការខ្វះកុដិសម្រាប់ព្រះសង្ឃគង់នៅដូច្នេះគឺមានតែគង់នៅទីកន្លែងផ្សេងជាបណ្ដោះអាសន្នអញ្ចឹងសិនទៅនេះគឺអាត្មាភាពចង់រៀបរាប់រាយរាប់ប្រាប់ដល់ញោមញាតិសាធុសប្បុរសទាំងអស់ថាធ្វើបិទថាទីអារាមមួយនេះជាអារាមដែលមានអាយុកាលជាង100ឆ្នាំឬក៏ជាអារាមដែលមានវ័យចំណាស់ហើយក៏ពិតមែនក៏ប៉ុន្តែបើនិយាយអំពីកិច្ចការកសាងឬក៏សំណង់សមិទ្ធិអីទាំងអស់នេះគឺនៅមានការខ្វះខាតនៅឡើយមិនទាន់មានសពគ្រប់នៅឡើយទេកុំថាឡើយថានិយាយពីសំណង់ដែលកសាងហើយបបោហូហៀពោពាសលើសពីតម្រូវការចាំបាច់នោះក៏មិនមែនដែរត្រឹមតែថារបស់ដែលចាំបាច់ប្រើប្រាស់ហ្នឹងក៏នៅមិនទាន់មានសពគ្រប់នោះដែរអញ្ចឹងទេគឺអាចចាត់ថាជាអារាមមួយដែលនៅមានភាពអត្តខាតខ្លាំងទៅមែនទែនបើនិយាយតាមអាយុកាលឬក៏វ័យរបស់អារាមមួយនេះអញ្ចឹងទេអាត្មាភាពក៏មិនមានអ្វីរៀបរាប់រាយរាប់វែងឆ្ងាយនោះដែរគឺមានតែប្រព័ន្ធនេះឯងហើយការនិយាយស្ដីទាំងអំបាលមានបើសិនជាមានការលើសលុះខ្វះខាតកន្លែងណាអីកន្លែងណីក៏សូមឲ្យអស់លោកអ្នកសាធុសប្បុរសទាំងអស់ខន្តីអធ្យាស្រ័យដោយសារថាការនិយាយស្ដីនេះគឺអាចចាត់ទុកថាជាការនិយាយស្ដីធម្មតាក្រៅផ្លូវការនោះទេមិនមែនជាការនិយាយនៅក្នុងផ្លូវការនោះទេអញ្ចឹងបើសិនជាមានការលើសលុះខ្វះខាតក៏សូមអធ្យាស្រ័យសូមអរគុណសូមចម្រើនពរលា